ដែលពេលបងជួបបញ្ហាជាមួយកូនហ្នឹងណាឲ្យតែគេសួរពេលណាតាំងពីដើមរហូតមកដល់បច្ចុប្បន្នឲ្យតែគេសួរគឺបងឈឺចាប់ហ្មងសំណួរអីគេបងកូននឹងកាត់ autism មែនហ្នឹងហើយគាត់មិនត្រឹមតែគាត់គិតខ្លួនឯងគាត់ដើរផ្សព្វផ្សាយប្រាប់គេទៀតឲ្យតែពេលខ្ញុំជួបបុគ្គលនឹងគឺគាត់ប្រាប់តែគេតាមពិតខ្ញុំមិនដឹងថាកូនម្ដងគាត់ចង់បានអីទេហើយគាត់ថាគាត់ប្រាប់គេថាកូនខ្ញុំកូនកាត់ autism sound check sound តោះ1 2 3ចាប់ដើមជឿសួរបងចាជំរាបសួរបង មិនដែរបងថ្ងៃនេះចូលមក sound check podcast របស់យើងចាបងមានអារម្មណ៍ថារំភើបហើយក៏រួមទាំងការភ័យផងដែរបងមិនបានភ័យចឹងបងដោយសារអត់ដែរបានface to face ចឹងផ្ទាល់ណាបងធ្លាប់តែកន្លងមកធ្លាប់សម្ភាសការងារ face to face ដល់ពេលថ្ងៃនេះអត់ដែរស្គាល់គ្នាពីមុនមកសោះស្រាប់តែមានឱកាសអាចនិស័យបងនេះអូខេឥឡូវនេះដោយសារតែចង់ឲ្យបងណែនាំខ្លួនទៅកាន់អ្នកទស្សនារបស់យើងថាបងឈ្មោះអីហើយប្រវត្តិរូបមកសុំ CV មកត្រួសបងចានាងខ្ញុំឈ្មោះទៀងវលៈបច្ចុប្បន្នខ្ញុំរស់នៅភ្នំពេញហើយបច្ចុប្បន្ននេះខ្ញុំជាស្ត្រីមេផ្ទះហើយពេញសិតទេបងចាពេញសិតដែរបងមានតែប៉ុណ្ណឹងណាបងហើយបងសោចបន្តិចចុះប៉ុន្តែអាចនិយាយបានថាមូលហេតុដែលបង្កើតឲ្យមានការសន្ទនានៅក្នុងថ្ងៃនេះខ្ញុំនិយាយប្រវត្តិបន្តិចដោយសារខ្ញុំប៉ះចិត្តពេលដែលដំបងឡើយហ្នឹងបងឆាតមកពេកចាបងឆាតមកពេកបងបាននិយាយដែរថាបងខ្ញុំចង់ថតពីបទពិសោធន៍ជីវិតខ្ញុំមួយវាជាបទពិសោធន៍អញនិយាយបានថាវាជាស្នាមរបួសចាស្នាមរបួសដែលបានរបួសហើយបន្ទាប់មកក៏បងបានព្យាបាលវាឲ្យសះស្បើយវិញចាហើយខ្ញុំចាំបានតិចពេលហ្នឹងពេលដែលបងសួរព័ត៌មានហ្នឹងបងចង់យកកញ្ចប់ខាងខ្ញុំថតខាងខ្ញុំថតអញ្ចឹងទៅក៏ខ្ញុំបានណែនាំពីកញ្ចប់អីចឹងទៅបងថាបងអើយខ្ញុំអត់តមានកញ្ចប់សម្រាប់ប្រើប្រាស់ហ្នឹងទេប៉ុន្តែដល់ពេលខ្ញុំស្ដាប់សាច់រឿងរបស់បងធ្វើឲ្យខ្ញុំដកចិត្តខ្ញុំដកចិត្តហើយខ្ញុំតែងតែមានកូនចិត្តមួយខ្ញុំគិតថាបើសិនជាថ្ងៃណាមួយខ្ញុំមានឱកាសខ្ញុំនឹង invite បងមកចូលរួមដើម្បីចែកម្លែកសាច់រឿងហ្នឹងអញ្ចឹងណាបងហើយពេលហ្នឹងខ្ញុំចាំពាក្យមួយចេះថាដែលហេតុដែលនាំឲ្យបងចង់មកនិយាយហ្នឹងដោយសារអ្នកចិត្តខ្លួនលើកទឹកចិត្តឲ្យបងមកនិយាយហើយពេលហ្នឹងខ្ញុំនិយាយបែបកំ pl ែងដែរថាបងឯងអត់មានបាត់ចិត្តអញ្ចឹងហើយអ្នកលើកទឹកចិត្តឲ្យបងមកធ្វើវីដេអូហ្នឹងជួយ sponsor ខ្លះទៅតែបងថាអត់ទេគាត់ថាគេសរសើរថាសាច់រឿងល្អគួរឲ្យចែកម្លែកគេបានតែសរសើរទេប៉ុន្តែគេអត់ជួយចេញលុយមកថតវីដេអូទេអញ្ចឹងទៅបានធ្វើឲ្យខ្ញុំគិតថាសាច់រឿងនេះខ្ញុំនឹងកក់ទុកហើយថ្ងៃណាមួយខ្ញុំនឹងអញ្ជើញបងមកនិយាយដើម្បីចែកម្លែកឥឡូវសូមឲ្យបងជួយរៀបរាប់សាច់រឿងបងបន្តិចថាតើសាច់រឿងដែលខ្ញុំនិយាយមុនហ្នឹងថាតើវាមិនខ្មិចទៅបានធ្វើឲ្យខ្ញុំហ្នឹងចង់ឲ្យបងមកចែកម្លែកហ្នឹងចូលទៅដល់ដើមហេតុចប់ហើយនៅឡើយសាច់រឿងសាច់រឿងអាចនិយាយបានថាស្នាមរបួសចាស់របស់បងហ្នឹងបែបមិនជើបងដំណើរដើមទៅពីដើមឡើយក្នុងឆ្នាំ2022ចុងឆ្នាំ2022ហ្នឹងគឺខ្ញុំមកពីធ្វើការវិញខ្ញុំនិយាយសខេបណាបងអញ្ចឹងនៅពេលដែលខ្ញុំមកពីធ្វើការវិញគឺគ្រួសារខ្ញុំគាត់តែងតែហៅកូនគាត់ខ្ញុំសុំបញ្ចេញឈ្មោះគាត់ឈ្មោះភីរិតគាត់ថាភីរិតដល់អញ្ចឹងគាត់អត់ងាកទេហៅ10ម៉ាត់គាត់អត់ងាកភ្នែកគាត់គឺសម្លឹងទៅមើលទូទស្សន៍គាត់មើលទូទស្សន៍ហើយកូនខ្ញុំនឹងមានបញ្ហាកើតឡើងចម្បងគឺកើតចេញពីទូទស្សន៍គាត់មើលទូទស្សន៍តាំងពីអាយុ3ខែពេលដែលខ្ញុំចូលធ្វើការវិញហ្នឹងគាត់មើលតិចទេប៉ុន្តែយើងអត់បានចាប់អារម្មណ៍ដោយការធ្វើប្រហែសរបស់យើងដោយគិតថាវាមិនអាចកើតឡើងព្រោះយើងអត់អាចជួបប្រទះរឿងហ្នឹងដល់ពេលចឹងទៅក៏ចាប់អារម្មណ៍ថាគ្រួសារខ្ញុំគាត់និយាយថាអូយហៅ10ម៉ាត់អីអត់ងាកទៀតរឹកម៉េះដល់ពេលយូរទៅរឿងហ្នឹងវាទៅជារឿងធំទៅបានន័យថាគាត់លែងចាប់អារម្មណ៍កសែភ្នែកគាត់អត់ងាកមើលយើងទេ
ហើយគាត់អត់អាចមើលកែវភ្នែកយើងបានយើងប្រាប់សំបីតែទឹកក៏គាត់ស្ដាប់អត់បានដែរយ៉ាងហោចណាស់គាត់នៅពេលដែលក្រមអាយុ18មកខួប18ខែហ្នឹងគឺគាត់ចេះហៅម៉ាក់ប៉ាអីធម្មតាទេប៉ុន្តែនៅពេលដែលខ្ញុំ search នៅលើ website មួយគាត់ថាអាយុ10មកខួប10សំទោសមួយខួប8ខែហ្នឹងគឺជាវ័យមួយដែលត្រូវការរៀនសូត្រអ្វីដែលថ្មីអញ្ចឹងនៅពេលដែលគាត់បានរៀនសូត្រអ្វីដែលយើងបានបរៀនគឺគាត់ចាប់បានជាងគេហ្នឹងគឺទូទាស់ដូចជាបរៀនគាត់អញ្ចឹងនៅក្នុង YouTube ហ្នឹងមិនមែនជាភាសាអង់គ្លេសទេគឺជាភាសាតុក្កតាគាត់អាចសន្ទនាមួយយើងបានភាសាអង់គ្លេសក៏មិនមែនជាភាសាអង់គ្លេសដែរអញ្ចឹងសង្ខេបឲ្យខ្លីទៅគាត់បញ្ហានិយាយអត់បានសកម្មភាពគាត់ក៏គាត់អាចធ្វើអីដល់ខ្លួនឯងបានដោយតម្រើសរហូតដល់គាត់ញ៉ាំបាយគេងខ្ញុំចាប់អារម្មណ៍ខ្លាំងអញ្ចឹងខ្ញុំចាប់ផ្ដើមព្យាបាលគាត់ចាប់ផ្ដើមព្យាបាលគាត់អត់ទាន់បានពេញលេញទេបានតែពេលគេងទេដល់ពេលខ្ញុំរងសម្ពាធខ្លាំងនៅពេលដែលខ្ញុំចាំបានថាពេលនោះខ្ញុំទងន់កូនខ្ញុំទី3អញ្ចឹងគាត់ចាប់ផ្ដើមខ្លាំងមែនតើហើយសំបីតែការធ្វើតាណាពេលយើងជិះឡានគឺគាត់ត្រូវមើលទូរស័ព្ទខ្ញុំឧទាហរណ៍ថាទិសដៅយើងទៅដល់បាត់ដំបងឬប៉ោយប៉ែតគឺគាត់មើលរហូតដល់គាត់គេងលក់គាត់អាចអត់បានទេហើយគាត់ត្រូវការគេងគាត់អត់ត្រូវការបច្ចេកសកម្មភាពសំបីតែពាក់ស្បែកជើងញ៉ាំទឹកនិយាយក៏អត់អាចធ្វើឲ្យខ្លួនឯងបានទាំងអស់ដល់ពេលអញ្ចឹងខ្ញុំឈឺចាប់ខ្លាំងជាងគេហ្នឹងពេលដែលមានអ្នកជំវិញខ្លួនដូចជាសាច់ញាតិក្តីឬក៏អ្នកផ្សេងដែលនៅចិត្តខាងអីអញ្ចឹងណាតែប៉ិតបើយើងគិតផ្លូវល្អគាត់មិនចង់អាក្រក់អីទេប៉ុន្តែគាត់និយាយមកគាត់និយាយត្រង់គាត់ថាកូននឹងកើត autism មែនអញ្ចឹងណាហ្នឹងហើយកើត autism មែនហើយចិត្តខ្ញុំពេលដែលគេនិយាយពាក្យហ្នឹងខ្ញុំក៏លេចមើលកសែភ្នែកគេជំវិញគឺគេមើលមកកូនខ្ញុំគ្រប់គ្នាហើយយើងមានអារម្មណ៍មួយថាកូនយើងរងសម្ពាធគេត្រូវអូសដៃកូនគេចេញអត់ចង់ឲ្យនៅចិត្តកូនយើងហើយយើងមានអារម្មណ៍មួយថាយើងរៀងខ្មាស់គេដែរនិយាយទៅណាយើងរៀងខ្មាស់គេនិយាយស្មោះត្រង់ទៅហើយខ្ញុំក៏ចាប់ផ្ដើមភ្ញាក់ខ្លួនហើយខ្ញុំក៏គិតថាបើសិនជាបដ ாய் នៅតែអញ្ចឹងទៀតគឺកូនខ្ញុំដូចបាត់បង់កូនខ្ញុំអញ្ចឹងចាហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏ចាប់ផ្ដើមព្យាបាលគាត់ដោយពិភាក្សាមួយគ្រួសារអញ្ចឹងចេញពីសកម្មភាពតូចឲ្យគាត់រៀនញ៉ាំបាយញ៉ាំទឹកអីដល់ខ្លួនឯងហើយពេលយប់ឡើងខ្ញុំតែងតែខ្សឹបដាក់តិចគាត់ថាភិរិទ្ធម៉ាក់ស្រឡាញ់កូនអញ្ចឹងកូនព្យាយាមរៀននិយាយអញ្ចឹងណាខ្ញុំរៀងចំណុចហ្នឹងគឺខ្ញុំទប់អត់បានដោយសារតែពេលគាត់ពេលដែលខ្ញុំមើលភ្នែកគាត់អត់អាចមើលភ្នែកយើងបានទេអញ្ចឹងណាគាត់អត់អាចមើលភ្នែកយើងហើយភ្នែកគាត់គឺគាត់មើលគាត់ចាប់អារម្មណ៍ទៅរឿងទូរស័ព្ទអមុខគាត់ហើយទោះបីថានិយាយទៅកូនខ្ញុំបើរឿងទូរស័ព្ទគាត់អត់សូវបានមើលហ្មងទេក្រោយពេលដែលគាត់ដូចថាមកពេលថ្ងៃគាត់មើលទូរទស្សន៍អញ្ចឹងយើងមកពីធ្វើការវិញគាត់ត្រូវការទូរស័ព្ទជំនួសអញ្ចឹងខ្ញុំតែងតែខ្សឹបដាក់តិចគាត់ថាបើម៉ាក់មានឱកាសម៉ាក់នឹងឈប់ធ្វើការម៉ាក់នឹងនៅមួយកូនអញ្ចឹងណាអញ្ចឹងកូនត្រូវតែប្រឹងនិយាយរាល់យប់គឺខ្ញុំនិយាយពាក្យហ្នឹងហើយក្នុងឆ្នាំ2024ហ្នឹងគឺជាឆ្នាំដែលចុងក្រោយបំផុតខ្ញុំដាក់ដាច់ខាតចំពោះខ្លួនឯងហើយពេលហ្នឹងខ្ញុំដកទូទាស់អត់ឲ្យគាត់មើលហ្មងដកតាំងពីឆ្នាំ2023ខ្ញុំដកទុករហូតដល់សប្តាហ៍នេះមិនទាន់ដាក់ទូវិញទេហើយខ្ញុំនឹងបានកំណត់គាត់ថាត្រូវតែដាច់ខាតអញ្ចឹងក៏ខ្ញុំបានទៅសេកំណត់ហេតុមួយខ្ញុំដាក់ថាក្នុងឆ្នាំ2024ខ្ញុំធ្វើយ៉ាងណាគឺត្រូវបរៀនកូនខ្ញុំឲ្យចេះនិយាយឲ្យបានក្នុងឆ្នាំ2024ហ្នឹងគឺជាឆ្នាំចុងក្រោយដាច់ខាតអញ្ចឹងក្នុងឆ្នាំ2024ហ្នឹងគឺខ្ញុំតានតឹងខ្លាំងមែនទែនហើយពីចុងឆ្នាំ2023ពួកអីដោយសារពេលនោះខ្ញុំតសែខ្ចីហើយអត់ធ្មត់មួយគាត់ពេលខ្លះហៅគាត់មិនឆ្លើយហៅគាត់ឲ្យញ៉ាំអីក៏គាត់អត់ដឹងឲ្យគាត់ញ៉ាំទឹកក៏គាត់អត់ដឹងអីចឹងណាបើគាត់ឃ្លានទឹកគាត់ដើរទៅទូទឹកកកយកហ្មងគាត់អាចនិយាយប្រាប់យើងបានទេហ
ហើយពូខ្ញុំហ្នឹងក៏ពូត្រូវជាពូខ្ញុំគាត់ក៏ប្រាប់ថាកូនឯងបរៀនកូនចេញពីសកម្មភាពទូចដូចជាការពាក់ស្បែកជើងខ្លួនឯងឲ្យមានអាញៀនទាំង5ហ្នឹងគាត់បានបញ្ចេញអញ្ចឹងគាត់នឹងព្យាយាមដឹងហើយដល់ពេលអញ្ចឹងទៅខ្ញុំក៏បានបរៀនពីសកម្មភាពតូចឲ្យគាត់ដឹងពិតជាបានប្រសិទ្ធភាពមែនខ្ញុំបរៀនគាត់ដោយគាត់ធ្វើអ្វីដែលខ្លួនឯងដូចជាការពាក់ស្បែកជើងញ៉ាំបាយការនិយាយមួយហើយត្រូវតួអក្សរបើហៅឈ្មោះគាត់គឺត្រូវតែឈ្មោះឲ្យគ្រប់តួអក្សរដូចគ្នាដែរហ្នឹងហើយបងហើយចំណុចសំខាន់ជាងគេគឺខ្ញុំចង់ប្រាប់ទៅកាន់ឪពុកម្ដាយកុំមានអារម្មណ៍តានតឹងជាមួយនឹងកូនត្រូវព្យាយាមអត់ធ្មត់ឲ្យខ្លាំងព្យាយាមអត់ធ្មត់ជាមួយនឹងកូនឲ្យខ្លាំងបានន័យថាគ្មានអ្នកណាខ្លាំងជាងឪពុកម្ដាយយើងទេហើយកុំរំពឹងថាយកទៅដាក់សាលាគឺគេជួយបាន 100% សាលាមានតិចនិចក្នុងការបរៀនមែនប៉ុន្តែគាត់មិនទទួលបានការស្រឡាញ់ពេញលេញទេចាគ្រប់យ៉ាងគឺគាត់ត្រូវការពីម្ដាយនិងឪពុកផងគាត់ជាពិសេសតួនាទីជាម្ដាយហើយខ្ញុំក៏មានពាក្យខ្លះដែរទៅកាន់បងដែលគាត់កំពុងតែជួបស្ថានភាពបច្ចុប្បន្នដែលកូនអាចស្ដាប់បានហើយសូម្បីតែការថតរូបមួយគ្នាគឺត្រូវតែចាប់គាត់ខំអញ្ចឹងគាត់អត់ថតមួយយើងទេហើយភ្នែកគាត់ក៏គាត់អាចសម្លឹងទៅកាមេរ៉ាដែរក៏គាត់នៅទូទេណាហើយដល់ពេលអញ្ចឹងទៅខ្ញុំចង់ប្រាប់ឪពុកម្ដាយថាត្រូវមានការអត់ធ្មត់ជាខ្លាំងកុំបោះបង់ពេលខ្លះខ្ញុំចង់បោះបង់ម្ដងម្កាលព្រោះដោយសារតាយើងតានតឹងជាមួយនឹងស្ថានភាពហិរញ្ញវត្ថុយើងត្រូវការតែធ្វើការដល់ពេលជាក់ស្ដែងរឿងហ្នឹងវាត្រូវតែលះបង់មួយរឿងបើន័យថាបើយើងចង់មើលគាត់គឺយើងត្រូវតែបោះបង់ការងារហើយចំណុចមួយហ្នឹងគឺពេលហ្នឹងគេដូចជាខ្ញុំហ្នឹងទទួលបានមេរៀនមួយធំមែនតើមានអារម្មណ៍ថាគេពិសោធន៍ជីវិតផងខ្ញុំឲ្យខ្ញុំជ្រើសរើសផ្លូវបានន័យថាបើសិនជាខ្ញុំចង់បន្តការងារទៀតខ្ញុំត្រូវបាត់បង់កូនហើយមិនមែនខ្ញុំនិយាយទៅហ្នឹងមិនមែនជាការសម្ដែងមិនមែនអីទេប៉ុន្តែបើសិនជាឪពុកម្ដាយដែលគាត់កំពុងតែជួបគាត់នឹងចាក់ដោតបានន័យថាគាត់ថាដូចជាបង្កើតកូនមកគាត់បានលក្ខណៈពេញលេញហើយហេតុអីគាត់ដូចជាបាត់បង់បេះដូងមួយខាងហ្មងមានអារម្មណ៍ថាបាត់បង់កូនទាំងស្រុងបានន័យថាដូចមានតែកូនប៉ុន្តែយើងដូចបាត់បង់ហ្មងដូចថាពេលហ្នឹងយើងដូចលុយក៏លែងត្រូវការធៀបទៅស្ថានភាពយើងត្រូវការលុយយើងត្រូវការហិរញ្ញវត្ថុដើម្បីដោះស្រាយជីវភាពប៉ុន្តែពេលនោះគឺយើងត្រូវតែកំណត់ខ្លួនឯងថាយើងត្រូវជ្រើសរើសហើយព្រោះបើសិនជាយើងអត់ជ្រើសរើសទេយើងនឹងបាត់បង់កូនហ្មងហើយមានដុកទ័រម្នាក់គាត់ខ្ញុំអត់ស្គាល់ឈ្មោះគាត់ទេបានន័យថាខ្ញុំចាត់ទុកថាខ្ញុំជាប៉ុនខ្ញុំដែលបានជួបគាត់ណាគាត់ប្រាប់ខ្ញុំថាចេះអូនក្មួយខ្ញុំណាបាត់បង់ទាំងស្រុងហើយដោយសារតែឪពុកម្ដាយគាត់មើលស្រាលទៅលើអាសកម្មភាពមួយហ្នឹងហើយរឿងមួយហ្នឹងអញ្ចឹងបើប្អូនអាចទេប្អូនឈប់ធ្វើការទៅប្អូនឈប់ធ្វើការទៅប្អូនអាចមើលថែគាត់ទៅចំណាយពេល2-3ឆ្នាំប៉ុន្តែប្អូនទទួលបានកូននឹងមកវិញតែបើសិនជាប្អូនអត់ចំណាយពេលហ្នឹងទេប្អូននឹងត្រូវមានម្នាក់ត្រូវមើលថែគាត់អស់មួយជីវិតគាត់នឹងនិយាយពាក្យហ្នឹងណាហើយខ្ញុំមែនខ្ញុំឃើញច្រើននៅក្នុងបុរីខ្ញុំហ្នឹងនៅក្នុងបុរីខ្ញុំជួបរហូតដល់ឥឡូវគាត់ថាឲ្យតែគាត់ឃើញខ្ញុំគឺគាត់យំហ្មងគាត់ថាអូនឯងរួចផុតហើយនៅតែបងឯងកូនគាត់ចូលសាលាបានហើយដល់ពេលដល់ដំណាក់កាលធ្ងន់គាត់ដល់វ័យចតុងគ្រប់គ្រងលេងបានសាលាគេលេងទទួលអញ្ចឹងគាត់ត្រូវចំណាយម្នាក់ត្រូវមើលថែកូននឹងហ្មងហើយខ្ញុំពិតជាត្រេកអរសម្រាប់ខ្លួនឯងអរគុណខ្លួនឯងអរគុណគ្រួសារដែលបានលើកទឹកចិត្តចឹងណាហើយខ្ញុំពិតជារួចផុតមែនឥឡូវកូនខ្ញុំប្រសើរហើយកូនខ្ញុំអាចនិយាយបានហើយក៏រៀនប៉ាកែទៀតចាហើយវាក្តុកក្តួលខ្លាំងដោយសារយើងបានបង្កើតកូនមករូបរាងស្អាតចេះក៏ចេះដល់ពេលដល់វ័យដែលយើងធ្វើប្រហែសធ្វើឲ្យបាត់បង់ទាំងស្រុងយើងដូចបាត់បង់
ដូចបាត់បង់ពិបាកនិយាយអត់ដឹងថាបាត់បង់របៀបណាមានន័យថាដូចជីវិតខ្លួនឯងលែងមានន័យហ្មងវាលែងមានន័យហើយមួយថ្ងៃពេលយប់ឡើងគឺខ្ញុំតែងតែស្រាវជ្រាវលើប្រព័ន្ធ Facebook មិនថា website មិនថា YouTube channel ណាក៏ដោយឲ្យតែគេចែករំលែកគឺខ្ញុំតែងតែ search មើលហើយធៀបទៅនៅក្នុងហ្នឹងគេប្រាប់ដែរប៉ុន្តែมันបានក្បោះក្បាយទេมันបានក្បោះក្បាយពីអាចំណុចទូចដែលឲ្យយើងធ្វើបានទេហើយបាទខ្ញុំតាក់ចិត្តថាគ្មានអ្នកណាគេខ្លាំងជាងយើងខ្លួនឯងទេអញ្ចឹងណាហ្នឹងហើយពុកម្ដាយបច្ចុប្បន្នអ្នកខ្លះគាត់បោះបង់ចោលតែម្ដងដោយសារតែគាត់អត់ធ្មត់អត់បានគាត់តានតឹកខ្លាំងគាត់ដល់ពេលអញ្ចឹងគាត់បោះបង់ចោលហ្មងតែសម្រាប់ខ្ញុំប្រើពេលរយៈពេលជាង2ឆ្នាំថា3ឆ្នាំទៅចាស់ឥឡូវខ្ញុំទទួលបានផលពិតមែនគ្រប់យ៉ាងគឺកើតចេញពីការតាំងចិត្តបើសិនជាយើងអត់តាំងចិត្តទេគឺយើងអត់អាចធ្វើទៅបានទេចាបង ស្ដាប់សាច់រឿងបងព្រោះខ្ញុំស្ដាប់ច្រើនដងហើយវិភាគ ចា ខ្ញុំនៅមានសំណួរមួយខ្ញុំសួរបងម្ដងហើយប៉ុន្តែសួរនៅ podcast សួរមួយសារទៀតសំណួរអីដែលពេលបងជួបបញ្ហាជាមួយកូនហ្នឹងណា ចា ឲ្យតែគេសួរពេលណាតាំងពីដើមរហូតមកដល់បច្ចុប្បន្នឲ្យតែគេសួរគឺបងឈឺចាប់ហ្មងសំណួរអីគេបង កូននឹងកាត់ autism មែនហ្នឹងហើយគាត់មិនត្រឹមតែគាត់គិតខ្លួនឯងគាត់ផ្សព្វផ្សាយប្រាប់គេទៀតឲ្យតែពេលខ្ញុំជួបបុគ្គលនឹងគឺគាត់ប្រាប់តែគេតាមពិតខ្ញុំមិនដឹងថាកូនម្ដងគាត់ចង់បានអីទេហើយគាត់ថាគាត់ប្រាប់គេថាកូនខ្ញុំនឹងកូនកាត់ autism ដោយសារពីដើមឡើយនឹងកូនខ្ញុំគាត់មានបញ្ហាមួយគាត់កើតមកគាត់អាឡែស៊ីមួយស្ដែកតែគេហៅថាជាជំងឺមួយដែរគេហៅដូចជាឥឡូវខ្ញុំកាត់ចោលខ្ញុំអត់ចាំពាក្យខ្លីហ្នឹងគេហៅអីទេតែគាត់អាឡែស៊ីមួយស្ដែកហើយគាត់ក៏បានដុកទ័រគាត់ណែនាំអត់ឲ្យគាត់នឹងញ៉ាំជាប្រភេទស្ដែកទេអញ្ចឹងខ្ញុំក៏អរគុណបងខ្ញុំក៏ជ្រើសរើសប្រភេទទឹកដោះគោទឹកដោះពពែអញ្ចឹងទៅខ្ញុំជ្រើសរើសទឹកដោះពពែដោយគាត់អត់បានយល់ពីហេតុផលនឹងទេគាត់ទៅប្រាប់គេថាកូនខ្ញុំនឹងកាត់ autism បានញ៉ាំទឹកដោះពពែនឹងអញ្ចឹងគាត់ដឹងហេតុផលថាទឹកដោះពពែនឹងថ្លៃមានអ្នកផ្សេងទៀតគាត់មនុស្សល្អដែរគាត់មានច្រើនជុំវិញហ្នឹងគឺគាត់អត់បានយល់ស្របទៅលើគណិតហ្នឹងឯងព្រោះដោយសារគាត់ដឹងថាទឹកដោះពពែហ្នឹងម្សៅទឹកដោះគោពពែហ្នឹងគឺវាថ្លៃហើយគ្មានពីណាគេចង់ជ្រើសរើសវាទេហើយណាមួយគេក៏អត់ចង់ដូចថាគេអត់ចង់បកស្រាយថាទឹកដោះហេតុអីបានកូនខ្ញុំនឹងត្រូវប្រើម្សៅដោះគោពពែនឹងដែរព្រោះគេដឹងថាមូលហេតុដោយសារតែមានហេតុផលដោយសារគាត់អាឡែស៊ីជាមួយនឹងសណ្ដែកអញ្ចឹងគាត់អាចប្រើទឹកដោះគោទូទៅបានទេត្រូវតែប្រើទឹកដោះពពែអញ្ចឹងគាត់បានពាក្យហ្នឹងគាត់ថាកូននឹងប្រើទឹកដោះពពែគាត់កាត់ autism ហើយខ្ញុំរៀងចាក់ដោតដែរហើយដូចខ្ញុំលើកឡើងដដែលអញ្ចឹងព្រោះគ្មានឪពុកម្ដាយណាទទួលយកបានទេពេលដែលកូនជួបអញ្ចឹងពីដំបូងអូខេអត់អីគេនិយាយតិចបានអត់ប៉ះពាល់ខ្លាំងតែដល់ពេលដែលកូនយើងខ្លាំងហ្នឹងគាត់អត់និយាយស្ដីហ្នឹងបានន័យថាគាត់ខ្លាំងហើយគាត់ស្ដាប់យើងអត់បានណាគាត់ខ្លាំងហើយគាត់ប្រើពាក្យហ្នឹងមកខ្ញុំមានអារម្មណ៍ថាធ្ងន់មែនតើហើយរហូតដល់អ្នកដែលបានឮពាក្យហ្នឹងណាគាត់ទៅនិយាយណាពេលដែលខ្ញុំនាំកូនខ្ញុំទៅលេង playground ម្ចាស់ playground គេអត់មានថាអីទេព្រោះកូនខ្ញុំអត់មានអាការៈអីដូចនិយាយខ្លីមិនមែនជាក្មេងអត់គ្រប់ទឹកទេគ្រាន់តែគាត់អត់សូវចេះនិយាយហើយគាត់អត់បញ្ចេញសកម្មភាពដូចគេពេលដែលគាត់សួរនៅកន្លែង playground ហ្នឹងណាគឺខ្ញុំញ័រដៃហ្មងបានន័យថាពេលគាត់សួរហ្នឹងគាត់និយាយថាចេះមិនហើយមានបានរក
ពេទ្យអីព្យាបាលឯអត់អីចឹងណាហើយបានដាក់សាលានៅ និយាយមកដូចម៉ែឪគេហ្នឹងអ ចា ត់ខ្វល់ពីកូនគេអត់ព្យាបាលសោះហ្មងណាអ្នកដទៃហ្នឹង ហើយបងស្រីនឹងធាតពិតគាត់នៅក្នុងបរិយមួយគ្នាតែគាត់អត់ដែរស្គាល់ខ្ញុំទេបានន័យថាគាត់ណាឃើញអាសាឃើញកូនខ្ញុំជាអតេះជាអីចឹងណាដល់ពេលចឹងទៅខ្ញុំក៏អូសដៃកូនខ្ញុំចេញខ្ញុំអត់ចង់ឲ្យកូនខ្ញុំរងសម្ពាធទេព្រោះអីនៅពេលដែលគេមានអារម្មណ៍ចឹងគាត់តែលឺអ្នកផ្សេងនៅចិត្តហ្នឹងគេកំពុងតែ register ប្រងថាបងលុយចូលលេង playground ណាគេងាកមើលកូនខ្ញុំគ្រប់គ្នាហើយចឹងខ្ញុំក៏អូសដៃកូនខ្ញុំចេញខ្ញុំថាអត់អីចាំជូនកូនទៅកន្លែងផ្សេងអីចឹងណាហើយធៀបប៉ាត់កូនខ្ញុំគាត់អត់ដឹងអីទេគាត់អត់មានអារម្មណ៍ថាគេថាអីក៏ថាទៅព្រោះគាត់អត់ដឹងទេតែយើងជាម្ដាយវាជឿចាប់ហើយទាំងដែលមនុស្សអត់ដែរស្គាល់គ្នាអត់អីគាត់ដឹងរឿងពីយើងអញ្ចឹងណាហ្នឹងហើយហើយនិយាយទៅបើយើងនិយាយថាពាក្យគាត់អាក្រក់ក៏មិនអាក្រក់ទេបានយ៉ាងហើយណាក៏បានពាក្យហ្នឹងមកវាជាការភ្ញោចធ្វើឲ្យយើងឈឺចាប់យើងអាចកែប្រែបានប៉ុន្តែខ្ញុំក៏អត់លើកទឹកចិត្តឲ្យគាត់និយាយចឹងដែរព្រោះគ្មានឪពុកម្ដាយណាជ្រើសរើសផ្លូវទៅធ្វើការបោះបង់កូនចោលទេព្រោះម្នាក់គឺមានកាតព្វកិច្ចផ្សេងគ្នាបន្ទុកផ្សេងគ្នា លក្ខខណ្ឌជីវិតផ្សេងគ្នាបង ហើយការដែលខ្ញុំជ្រើសរើសទៅធ្វើការហ្នឹងគឺដោយសារអីដោយសារតែខ្ញុំចង់ឲ្យកូនខ្ញុំនឹងមានជីវភាពល្អប្រសើរអាចទទួលបានការរៀនសូត្រនៅសាលាណាមួយដែលខ្ញុំមានលទ្ធភាពបង់ឲ្យគាត់រៀនបានព្រោះកូនខ្ញុំដល់តែ3នាក់ហ្នឹងហើយដល់ពេលគាត់ពេលខ្លះគាត់និយាយស្ដីអត់សូវតែខ្ញុំពេលហ្នឹងខ្ញុំអត់មានអីតបតទេពេលហ្នឹងគូវាមានអារម្មណ៍ថាអត់មានអីត្រូវតបតគឺមានតែទទួលស្ដាប់ហើយកែប្រែទៅវាអត់ដឹងថានិយាយថាម៉េចវាមានអារម្មណ៍ថាឈឺចាប់ខ្លាំងតែអត់ដឹងធ្វើម៉េចពេលខ្លះតែរងបន្ទុកពីសាច់ញាតិបើយើងរងមិនថាបង សាច់ញាតិគាត់អត់មានអីទេគាត់ថាហេតុអីបានខ្ញុំនឹងឲ្យកូនមើលទូរស័ព្ទច្រើនម៉ែការស្ដីបន្ទោស ចាហើយតាមពិតទៅគាត់អត់ដឹងហើយខ្ញុំគាត់ថាអត់ទេកូននឹងអត់បានមើលទូរស័ព្ទទេគាត់មើលទូទួលព្រោះនៅផ្ទះគាត់មានទូរស័ព្ទមើលទេហើយប៉ុន្តែគាត់ដល់ចំណុចហ្នឹងដោយសារតែគាត់តាំងពីអាយុ3ខែយើងអត់ដឹងអត់នឹកស្មានថាគាត់ដិតដាមវារហូតដល់ប៉ុណ្ណឹងណាយើងអត់ដឹងដល់ពេលយើងដឹងវាសឹងអាខកពេលមែនតែន សុំសួរមួយបងខ្ញុំដឹងខ្ញុំសុំទោសព្រោះអីដូចថាទៅរកតបៅដែលសះហើយឲ្យវាឈឺត្រឡប់មកវិញប៉ុន្តែខ្ញុំគិតថាវាជាចំណុចមួយដែលគួរនិយាយរយៈពេល2ឆ្នាំជាងអាចនិយាយថា3ឆ្នាំដែលបងព្យាយាមដើម្បីប៉ះបើកំហុសអានេះនិយាយបើសិនជាខ្ញុំនិយាយខុសខ្ញុំសុំទោសប៉ុន្តែពេលខ្លះក៏វាបើយើងមើលទស្សនវិជ្ជាចាស់ស្ដែងក៏វាជាកំហុសដែលអញនិយាយថាវាជាកំហុសរបស់យើងមែនក្នុងនាមជាឪពុកម្ដាយយើងអាចបានមើលថែទាំថែរក្សាគាត់ឲ្យបានល្អគាត់ទទួលជំងឺប៉ុន្តែក្រោយពីបងបានដឹងថាវាជាកំហុសហើយបងព្យាយាមអស់លទ្ធភាពក្នុងការព្យាបាលកូនត្រឡប់មកវិញតែខ្ញុំចង់សួរចេះក្នុងកំឡុងគេរយៈពេល3ឆ្នាំហ្នឹងណាក្នុងស្ថានភាពមួយណាដែលបងគិតថាអើយអញលុយក៏អស់អាកម្លាំងចិត្តក៏អស់អាការខិតខំប្រឹងប្រែងស្រាវជ្រាវប្រាប់កូនរយកកូនហៅឈ្មោះកូនធ្វើសកម្មភាពតូចក៏ធ្វើអស់មានពេលណាមួយបងចង់បោះបង់កូនចោលទេបងចំណុចហ្នឹងហើយដែលខ្ញុំរំលឹកទៀតទៅកាន់ឪពុកម្ដាយដែលកំពុងតែជួបពេលហ្នឹងខ្ញុំបោះបង់ចោលមួយសាខ្ញុំបោះបង់ខ្ញុំគិតថាបើសិនជាទៅពេលហ្នឹងចេះក្រុមគ្រួសារគាត់ឪពុកម្ដាយខ្ញុំទាំងសងខាងគាត់ចង់យកកូនទៅជួយមើលដើម្បីជួយសារ៉ាលបន្ទុកខ្ញុំអញ្ចឹងណាហើយខ្ញុំនៅតែប្រកាន់គោលចំហថាខ្ញុំអត់ឲ្យគាត់ទៅណាទេខ្ញុំឲ្យគាត់នៅហ្នឹងដើម្បីខ្ញុំបានមើលឃើញផ្ទាល់ខ្ញុំព្យាបាលគាត់ដោយផ្ទាល់អញ្ចឹងណាពេលហ្នឹងខ្ញុំរៀងបោះបង់គាត់ហ្នឹងបោះបង់អីទេខ្ញុំជ្រើសរើសផ្លូវទៅធ្វើការវិញតែពេលដែលខ្ញុំធ្វើការហ្នឹងគឺខ្ញុំអង្គុយយំខ្ញុំអង្គុយមើលកាមេរ៉ាគាត់គឺយំរហូតខ្ញុំពិបាកទទួលយកអញ្ចឹងណាខ្ញុំគិតថាហេតុអីបានខ្ញុំធ្វើដល់ចំណុចនេះហើយខ្ញុំបោះបង់គាត់ចោលហើយខ្ញុំទៅធ្វើការវិញចប់បើសិនជារឿងនឹងត្រឡប់ថយក្រោយវិញហើយខ្ញុំគួរធ្វើម៉េច
ខ្ញុំអស់សង្ឃឹមពេលហ្នឹងខ្ញុំអស់សង្ឃឹមត្រង់ថាជីវិតប្រចាំថ្ងៃយើងត្រូវការហិរញ្ញវត្ថុប៉ុន្តែយើងត្រូវបោះបង់ការងារឬក៏បោះបង់កូនតែទៅស៊ូខ្លួនឯងអញ្ចឹងហើយពេលហ្នឹងខ្ញុំអស់សង្ឃឹមត្រង់ថាខ្ញុំមិនអាចបោះបង់ការងារបានដោយសារយើងត្រូវការហិរញ្ញវត្ថុខ្ញុំអស់សង្ឃឹមពេលហ្នឹងខ្ញុំអស់សង្ឃឹមមែនទែនហើយខ្ញុំតែងតែស៊ូខ្លួនឯងរយៈពេលយូរខែដែរ មកខែ6 ខែខ្ញុំវិលត្រឡប់មករកគាត់វិញខ្ញុំកូននៅមួយខ្ញុំឯងប៉ុន្តែគាត់ខ្ញុំទៅធ្វើការប៉ុន្តែដល់ពេលចុងក្រោយខ្ញុំសម្រេចចិត្តច្បាស់លាស់ថាខ្ញុំមិនអាចធ្វើអញ្ចឹងទេក្តីសង្ឃឹមគឺមានតែកូនសង្ឃឹមលើយើងចាស់ហេតុអីបានយើងត្រូវអស់សង្ឃឹមព្រោះគាត់ត្រូវការតែយើងម្នាក់គាត់ចាស់ហេតុអីយើងត្រូវបោះបង់គាត់ចោលហើយបើក្មេងទូទៅយើងយកទៅដាក់សាលាបានអូខេគាត់មានអនាគតល្អហើយអត់ចាំបាច់អស់សង្ឃឹមអីទេតែបើក្មេងអញ្ចឹងបើខ្ញុំទុកគាត់ចោលខ្ញុំទៅធ្វើការប្រៀបបានដូចទុកជីវិតគាត់ចោលអញ្ចឹង បោះបង់គាត់ ចាបោះបង់គាត់ចោលអញ្ចឹង តែពេលហ្នឹងបងចង់និយាយថាដំបូងឡើយបងព្យាយាមដោះស្រាយជាមួយគាត់នៅផ្ទាល់មួយគាត់ហើយព្យាយាមរយៈពេលមករយៈធំអញ្ចឹងទៅយើងផ្ទាល់យើងផ្ទាល់ធម្មតាយើងព្យាបាលដោះស្រាយបញ្ហាគាត់ពីជំងឺប៉ុន្តែមានក្មេង2នាក់មានគ្រួសារត្រូវការរស់ដែរអញ្ចឹងវាសម្ពាធទាំងសងខាងអញ្ចឹងបើសិនជាយើងអត់រើសមួយទេអត់កើតទេនិយាយរួមទៅពេលខ្លះជីវិតគឺតម្រូវឲ្យយើងធ្វើអីដែលមិនមែនជាជំរើសរបស់យើងទេតែបងចង់និយាយថារយៈពេល6ខែដែលបងចាប់ផ្ដើមទៅធ្វើការវិញហើយបន្ទាប់មកត្រឡប់មកវិញហើយខ្ញុំចង់ដឹងពីរបៀបឲ្យលម្អិតបន្តិចថាតើពេលដែលគាត់យើងព្យាបាលគាត់មួយរយៈធំហើយយើងជួបបញ្ហាផ្សេងនៅដោះអត់ចាញ់ណាហើយត្រឡប់ពីធ្វើការហើយបងមកបន្តព្យាបាលគាត់វិញណាបងធ្វើបែបម៉េចទៅជំនះឲ្យគាត់មកជាដូចរាល់ថ្ងៃហ្នឹងព្រោះអីបងប្រាប់ខ្ញុំបងមានផែនការហើយបងតែងតែមានសកម្មភាពតូចធ្វើមួយគាត់អាហ្នឹងខ្ញុំចង់ឲ្យបងចែករំលែកជាលម្អិតតែពេលត្រឡប់មកព្យាបាលគាត់លើកទី2ក្រោយពីលែងបោះបង់គាត់ចាអឺចុងក្រោយហ្នឹងគឺដំណាក់កាលចុងក្រោយគឺខ្ញុំរៀប schedule ខ្ញុំរៀបជាតារាងមួយខ្ញុំកំណត់ខ្លួនឯងហ្មងខ្ញុំកំណត់ថាក្រោកពេលព្រឹកត្រូវក្រោកម៉ោងប្រមាណហើយចន្លោះពីម៉ោងប្រមាណខ្ញុំត្រូវចម្អិនអាហារម៉ោងប្រមាណខ្ញុំត្រូវចាត់ចែងរឿងមុខរបររកស៊ីរបស់ខ្ញុំហើយម៉ោងប្រមាណខ្ញុំត្រូវបរៀនគាត់អញ្ចឹងនៅពេលដែលថ្ងៃត្រង់គាត់ញ៉ាំបាយហើយគាត់ត្រូវរៀបគេងអញ្ចឹងខ្ញុំត្រូវមានពេលប្រមាណដែលខ្ញុំត្រូវបរៀនអញ្ចឹងក្នុងមួយថ្ងៃហ្នឹងគឺខ្ញុំចាត់ចែងថាម៉ោងណាដែលខ្ញុំត្រូវបរៀនគាត់ដូចជាអាការរៀនរស់នៅប្រចាំថ្ងៃដូចជាការញ៉ាំខ្លួនឯងធ្វើដោយខ្លួនឯងអញ្ចឹងម៉ោងណាដែលត្រូវឲ្យគាត់កំណត់ឲ្យគាត់រៀនតែម្ដងគឺខ្ញុំកំណត់នៅពេលថ្ងៃមុននឹងគាត់គេងពេលថ្ងៃហ្នឹងគឺខ្ញុំកំណត់ខ្ញុំអានសភៅឲ្យគាត់ហើយកន្លែងទៅនឹងមានការចូលរួមពីគ្រួសារដូចគ្នាដែរគាត់ខលវីដេអូមកដើម្បីរំលឹកមេរៀនពេលដែលគាត់ទៅពីការងារគាត់មកសួរថាតើក្នុងថ្ងៃហ្នឹងកូននឹងរៀនបានអីគេខ្លះនៅក្នុងពេលថ្ងៃហ្នឹងយើងកំណត់ម៉ោងគាត់តែម្ដងយើងអត់អាចធ្វើដូចមុនបានទេពេលព្រឹកគាត់ត្រូវរៀនពីការងារប្រចាំថ្ងៃដូចជាការស្លៀកពាក់ដោយខ្លួនឯងញ៉ាំដោយខ្លួនឯងការធ្វើអីដោយខ្លួនឯងដូចជាងូតទឹកស្លៀកពាក់ធ្វើដោយខ្លួនឯងទាំងដែលដៃគាត់ចាប់តែអាវក៏គាត់ចាប់អញ្ចឹងដែរគាត់អាចកាត់ចាប់កាន់ពេញលេញដូចយើងទេគាត់អត់អាចបជាខួរក្បាលគាត់ឲ្យតែកាប់ចាប់កាន់ឬក៏គាត់ធ្វើអីមួយដោយខ្លួនឯងដោយចាប់ស្និទ្ធទេអត់ទេនៅពេលអញ្ចឹងហើយបានខ្ញុំទទួលបានលទ្ធផលហ្នឹងរយៈពេលចុងក្រោយគឺខ្ញុំរៀបចំផែនការប្រចាំថ្ងៃរបស់ខ្ញុំតាំងពីព្រឹករហូតដល់ល្ងាចហើយខ្ញុំក៏មានការលក់ដូរប្រចាំថ្ងៃខ្លួនឯងដែរអញ្ចឹងខ្ញុំត្រូវលៃពេលមិនដើម្បីឲ្យគាត់បានរៀនសូត្រពីការងារប្រចាំថ្ងៃហើយនឹងការរៀនសូត្រចំណេះដឹងដូចជាសភៅត្រូវអានឬក៏គាត់ត្រូវរៀនពីកខអីអញ្ចឹងណាហ្នឹងហើយរហូតដល់គាត់ទទួលបានលទ្ធផលគាត់អាចចូលសាលាបានអូខេ
អញ្ចឹងក្រោយពេលដែលបងមកព្យាបាលគាត់សារថ្មីហ្នឹងរយៈពេលប្រហែលដែរបងបានជាពេលចង់និយាយថាចាបានប្រសើរហ្មងណារយៈពេលប៉ុន្មានដែរបងរយៈពេលចិត្ត1ឆ្នាំទៀតអូចិត្ត1ឆ្នាំចាចិត្ត1ឆ្នាំអត់មានកូនចិត្តបោះបង់ទេមិនសានេះអត់ទេបងហេតុអីពេលហ្នឹងផ្លាស់ប្ដូរផ្នត់គំនិតខ្លួនឯងបែបមិនយើបានលែងបោះបង់ព្រោះបោះបង់មិនសាណាចាដោយសារតែពីមុនយើងកែប្រែគាត់ដែរប៉ុន្តែយើងអត់មានផែនការច្បាស់លាស់យើងអត់បាន follow up គាត់ច្បាស់លាស់ទេបានន័យថាយើងចង់បានលទ្ធផលប៉ុន្តែយើងធ្វើអត់មានកំណត់ថាអូថ្ងៃនេះយើងត្រូវបរៀនអីគេស្អែកត្រូវបរៀនអីគេរំលឹកគាត់អត់សួរគាត់អីចឹងណាបងតែដល់ពេលក្រោយមកខ្ញុំមានផែនការច្បាស់លាស់ដូចជាការសកម្មភាពប្រចាំថ្ងៃហើយនឹងការមុនគេងត្រូវរំលឹកគាត់បែបម៉េចខ្លះអានឹងទៅខ្ញុំទទួលបានលទ្ធផលអូខេនឹងជាសង្ខេបពេលដែលដោះស្រាយដំបងហ្នឹងអត់មានគោលដៅអត់មានសកម្មភាពត្រឹមត្រូវនិយាយរួមអត់មានវិន័យក្នុងការដោះស្រាយការព្យាបាលណាត្រូវចាមួយទៀតបងខ្ញុំចង់សួរបងមួយថាតើក្នុងឆាកជីវិតរបស់បងណាតាំងពីក្មេងមកដល់រៀបការបងដែរគិតថាបងនឹងជួបរឿងរ៉ាវបែបហ្នឹងអត់មានដែរគិតទេអាចចំណុចហ្នឹងតែងតែគិតរហូតបងចាវាចាក់ដោតមានអារម្មណ៍ថាដូចសំថាមិនសមតែជួបហើយអីអាយុប៉ុណ្ណឹងវាគួរមានសុភមង្គលដែរគិតទេបងគិតនៅពេលដែលជួបស្ថានភាពតានតឹងគឺខ្ញុំគិតខ្លាំងខ្ញុំណាចេះសួរខ្លួនឯងថាហេតុអីបានខ្ញុំអាយុប៉ុណ្នេះឲ្យខ្ញុំមកទទួលរងអារឿងអញ្ចឹងហើយហេតុអីបានខ្ញុំត្រូវរ៉ាប់រងបែបយ៉ាងបានន័យថាឲ្យខ្ញុំអាយុប៉ុណ្នេះខ្ញុំមានកូនដល់តែ3អានឹងដោយសារតែយើងទេផែនការរបស់យើងហើយហេតុអីបានត្រូវឲ្យខ្ញុំស្គាល់រសជាតិជីវិតមួយដែលដូចគេដាក់វិន័យឲ្យខ្ញុំដោះអញ្ចឹងណាបានន័យថាហេតុអីបានខ្ញុំអាយុប៉ុណ្ណេះខ្ញុំត្រូវមកជួបរឿងដែលធំក្នុងឆាកជីវិតរបស់ខ្ញុំហ្នឹងគឺរឿងធំមែនតើហើយខ្ញុំអាចធ្វើទៅវាបានខ្ញុំពិតជាមានអារម្មណ៍ថារំភើបហើយនឹងមោទនៈចំពោះខ្លួនឯងនិងជាមួយនឹងគ្រួសារដូចគ្នាដែរចាហើយតែងតែសួរខ្លួនឯងថាហេតុអីបានមកជួបរឿងអញ្ចឹងហេតុអីបានជីវិតខ្ញុំគេដោះគេដាក់ចំណោទឲ្យខ្ញុំដោះហើយសួរឲ្យបានចម្លើយអត់ចុះពេលហ្នឹងអត់បានចម្លើយទេព្រោះយើងបាត់បង់ម្ចាស់ការខ្លួនឯងយើងមានតែភាពសោកសៅក្នុងចិត្តទេសួរហើយកាលហ្នឹងអត់ទាន់បានចម្លើយដល់ពេលឥឡូវសួរអញ្ចឹងអាខ្លួនឯងកំសត់ហើយធ្វើឲ្យខ្លួនឯងរឹតតែកំសត់ទៀតហ្នឹងហើយសួរចម្លើយហ្នឹងមកដល់បច្ចុប្បន្នភាពបងបានចម្លើយនៅជាមួយសំណួរហ្នឹងមាននៅពេលដែលបច្ចុប្បន្នមានអារម្មណ៍ថារំភើបនឹងចំណោទជីវិតមួយនឹងដែលខ្ញុំអាចធ្វើទៅបានណាវាជាបទពិសោធន៍ធំសម្រាប់ជីវិតរបស់ខ្ញុំអញ្ចឹងខ្ញុំតែងតែគិតថាបើសិនជាខ្ញុំជួបរឿងធំប៉ុណ្ណឹងអញ្ចឹងបើខ្ញុំចង់ធ្វើការងារអីមួយគឺកាត់ឡើងពីការសម្រេចចិត្តបើខ្ញុំមានការតាំងចិត្តខ្ពស់ការរៀបចំវិន័យខ្លួនឯងឲ្យបានល្អខ្ញុំនឹងអាចធ្វើរឿងអីដែលជោគជ័យទៅបានឲ្យតែខ្ញុំចង់ធ្វើហើយខ្ញុំពិតជាខ្ញុំបើសិនជាអ្នកផ្សេងមើលមកវាអត់ទាន់បានជោគជ័យអីទេប៉ុន្តែខ្ញុំមានអារម្មណ៍ថាខ្ញុំទទួលបានការជោគជ័យធំនៅក្នុងឆាកជីវិតខ្ញុំជាមួយនឹងគ្រួសារខ្ញុំសំណួរខ្ញុំសួរទៀតហើយខ្ញុំសួរថាមុនហ្នឹងបងនិយាយថាអ្នកមើលមកអ្នកដតីមើលមកអាចនិយាយបានថាអូជីវិតហ្នឹងមើលទៅវាមិនជោគជ័យអីទេខ្ញុំចង់ស្គាល់មុខអ្នកដតីហ្នឹងដល់ព្រោះអីសាច់រឿងអីក៏អ្នកដតីអីក៏គេហ្នឹងដែរចាក៏ប៉ុន្តែខ្ញុំចង់សួរបងត្រឡប់ទៅវិញក្រោយពីយើងបានជជែកគ្នារយៈពេលមួយត្រួសហ្នឹងណាចង់សួរភ្ជាប់ទៅមួយអ្នកដតីថាប្រសិនបើជាបងជាអ្នកដតីហើយអ្នកដតីនោះជួបស្ថានភាពដូចបងមានកូនមានបញ្ហាដូចបងតើបងគិតថាសម្រាប់អ្នកដតីគាត់ពេលដែលយើងឃើញស្ថានភាពឃើញយើងពងតែមានការបាក់ទឹកចិត្តកូនឈឺបែបហ្នឹងពងអត់ដោះស្រាយអត់ចេញទៅ playground ឯគេមើងងាយគេគិតបែបផ្សេងអ្នកអត់ដែរស្គាល់សោះមកសួរអូខេទទួលស្គាល់ខ្ញុំអត់ដឹងថាចេតនាក្នុងខួរក្បាលគាត់បែបណាប៉ុន្តែសម្ដីដែលគាត់សួរមកគឺឈឺចាប់ពីបងវិញមានខ្ញុំចង់សួរថាតើសំណួរអីដែលអ្នកដតី
mình cua xua rư đai khát cùng xua đài mà đón pe đài khơi kế miền bạch hà đôi bò ចាបងចង់ផ្ដាំទៅបងដែលគាត់អត់បានគិតដល់ស៊ីជម្រៅដែលគិតអីគាត់សួរហ្នឹងណាខ្ញុំចង់ផ្ដាំទៅកាន់គាត់ថាបើសិនជាគ្មានអីជាចំណែកក្នុងការជួយគ្រួសារគេទេយើងគួរតែកុំនិយាយតែម្ដងចាព្រោះអាការនិយាយមួយម៉ាត់ហ្នឹងវាធ្វើឲ្យចាក់ដោតហើយធ្វើឲ្យគ្រួសារគេរងការឈឺចាប់ខ្លាំងបើសិនជាពួកគាត់អត់មានការជួបរឿងហ្នឹងទេ នឹងជារឿងធម្មតាប៉ុន្តែបើសម្រាប់ការជួបដោយពួកខ្ញុំបើសិនជាគេសួរមកវាហាក់ដូចជាយកកបិតមកចាក់យើងអញ្ចឹងហើយបើធម្មជាតិផងខ្ញុំអត់សូវចូលចិត្តបំផ្លាញទឹកចិត្តគេទេបើសិនជាខ្ញុំឃើញគេបែបហ្នឹងខ្ញុំតែងតែលើកទឹកចិត្តពួកគាត់ប៉ុន្តែមានបងមួយចំនួនក៏គាត់លាក់បាំងដែរប៉ុន្តែយើងដឹងថាមនុស្សអញ្ចឹងគាត់ត្រូវការពាក្យអញ្ចឹងទេ អញ្ចឹងខ្ញុំផ្ដាំទៅកាន់បងដែលគាត់កំពុងតែជួបហើយបងដែលមានសាច់ញាតិមានបញ្ហាអញ្ចឹងបងកុំសួរគាត់អ្វីដែលមិនគួរសួរកុំសួរហើយអ្វីដែលសំខាន់កុំដាក់បន្ទុកទៅឪពុកម្ដាយគេគ្មានឪពុកម្ដាយណាចង់ឲ្យកូនអញ្ចឹងទេហើយអីដែលខ្ញុំចង់ផ្ដាំទៅកាន់សាច់ញាតិដែលគាត់មានសាច់ញាតិអញ្ចឹងដែរតែគាត់ស្ដីបន្ទោសឪពុកម្ដាយគេណាចា ចឹងខ្ញុំចង់ផ្ដាំទៅគាត់ថាបើអាចទេកុំអីកុំបន្ទោសព្រោះវាដូចជាខ្ញុំឧទាហរណ៍ថារឿងមួយពេលដែលឃើញកូននឹងមានមុខរបួសអីមួយអ្នកដែលគាត់មានការគិតគាត់អាចបានជូនពរកូននឹងឲ្យឆាប់ជាសិនទេឧទាហរណ៍តែគាត់ទទួលបានសារឬក៏រូបថតណាមួយផុសនៅលើ Facebook គាត់ឃើញកូននឹងគ្រោះថ្នាក់ដោយប្រការណាមួយគាត់អត់ទាន់បានថាជូនពរឲ្យក្មួយឆាប់ជាទេគាត់តែងតែមានសំណួរមុនសួរថាមិនបានកូនកើតអញ្ចឹងអាសំណួរហ្នឹងវាប្រៀបបានដូចជាមិនទាន់បាននឹងសួរពីបញ្ហាមិនដឹងពីបញ្ហាគាត់ទេបែរជាចោទសួរតែម្ដងមិនបានឲ្យកូនមើលទូរស័ព្ទដល់ថ្នាក់ហ្នឹងចាអញ្ចឹងជាចុងក្រោយខ្ញុំចង់ជម្រាបទៅបងដែលគាត់ការនិយាយនឹកឃើញអីនិយាយហ្នឹងបើអាចទេมันមានជាការចែករំលែកទេ ជួយសម្រាប់ទុកពួកគាត់ទេបងកុំសួរសំណួរអីដែរធ្វើឲ្យប៉ះពាល់អារម្មណ៍ពួកគាត់ចាវាអត់ចំណេញអត់មានចំណេញអីទេបើអាចទេបើឃើញវីដេអូនេះអាច share ទៅកាន់ពួកគាត់បើមិនចឹងទេបងអាចស្វែងរកនៅលើប្រព័ន្ធ website ណាមួយពីនីតិវិធីនៃការព្យាបាលទៅជាជាងការប្រើពាក្យសម្ដីមិនសមរម្យធ្វើឲ្យគាត់បាក់ទឹកចិត្តកាន់តែខ្លាំងចាហើយយើងអត់បន្ទោសទេអ្នកខ្លះគាត់មានបំណងល្អប៉ុន្តែពាក្យពេចន៍ដែលគាត់ប្រើប្រាស់ អត់ឃើញពីបំណងណាអញ្ចឹងទៅធ្វើឲ្យយើងមានការយល់ច្រឡំទៅលើបំណងនេះជារឿងបោះបង់តាក់ទងនឹងកូនហើយរឿងផ្សេងក៏ដូចគ្នាព្រោះអីចង់និយាយថាសាច់រឿងរបស់សាច់រឿងមួយមានតែសម័យខ្លួនទេបងគាត់ដឹងចាថាតើសាច់រឿងរបស់គាត់ហ្នឹងគាត់ជួបអីគេខ្លះគាត់បានដោះប៉ុណ្ណាហើយគាត់មានលទ្ធភាពនិងសមត្ថភាពក្នុងការដោះប៉ុណ្ណាហើយ ហើយខ្ញុំស្ដាប់សាច់រឿងបងហ្នឹងគឺភាគច្រើនគឺអរគុណដល់អ្នកដទៃចាប៉ុន្តែអរគុណហ្នឹងគឺមិនអរគុណដោយសារពួកគាត់និយាយមកហើយលើកចិត្តយើងទេបាក់ទឹកចិត្តនេះយើងសាកសម័យមើលបងនេះបងអាចនិយាយបានថាបងមានចំណេះដឹងបងមានបទពិសោធន៍បងមានក្រុមគ្រួសារនៅចាំគ្រប់គ្រងបងលើកទឹកចិត្តបងចុះយើងសម័យមើលថាបើសិនសាច់រឿងនេះកើតចំពោះអ្នកដទៃ អ្នកផ្សេងមិនជាបងផ្នត់គំនិតគ្នារៀងខ្សោយហើយត្រូវពងតែធ្វើខុសហើយកំពុងតែប្រឹងប្រែងដោះស្រាយបញ្ហារបស់ខ្លួនហើយស្រាប់តែអ្នកដទៃនេះមកបាក់ទឹកចិត្តទៀតចុះបើគាត់ស្លាប់ទៅចំណេញអីអ្នកទេចាចំណេញអីសម្រាប់អ្នកថានៅបាបបនជាតិក្រោយទៀតអូខេបងអរគុណសម្រាប់ការចែករំលែកសម្រាប់យើងនៅក្នុងថ្ងៃនេះ ប៉ុន្តែខ្ញុំនៅមានសំណួរមួយទៀតចង់ឲ្យបងចែករំលែកក្នុងនាមជាម្ដាយម្នាក់ហើយខ្ញុំចង់ឲ្យបងចែកតាក់ទងទៅលើផ្នត់គំនិតខ្ញុំជឿខ្ញុំបានជជែកជាមួយបងពីដើមមានថាតាមពិតការរស់នៅរបស់យើងនៅធម្មតាប៉ុន្តែអីដែលខ្ញុំទៅសើបងគឺផ្នត់គំនិតចាបងបានរៀបរាប់ប្រាប់ខ្ញុំថាពេលដែលជួបស្ថានភាព បងឲ្យតម្លៃអរគុណដឹងគុណខ្លួនឯងត្រង់ចំណុចមួយមានថាពេលបងនិយាយមួយខ្ញុំថាអរគុណអាបញ្ហាទាំងអស់ហ្នឹង
ឲ្យបងប្រឈមតោះមកបងអាចស្វែងរកការងារមួយដែលបងអត់រំពឹងថាបានណាអញ្ចឹងមានថាបងអាចឥឡូវនេះអាចថាក្រោយពីភ្លៀងជោគជាំប៊ី ចាក្រោយពីភ្លៀងជោគជាំប៊ីជួបរឿងអត់ល្អស្រាវជីវិតរបស់បងអាចឲ្យនិយមន័យវាថាស្ថានភាពជីវិតរាប់សប្តាហ៍ហ្នឹងវាជោគជ័យសម្រាប់បងហើយអ្នកដទៃបងអត់ខ្វល់ទេសំខាន់ជីវិតរបស់បងជោគជ័យហើយអញ្ចឹងចង់ឲ្យបងចែករំលែកជា tip ខ្លីៗតើតើនឹងការផ្លាស់ប្ដូរផ្នត់គំនិតដែលបងគិតពេលដែលបងជួបបញ្ហាហើយបងប្រឈមជាមួយការពិតដើម្បីជំនះមកដល់ជីវិតបងសប្តាហ៍ហ្នឹងតើបងផ្លាស់ប្ដូរផ្នត់គំនិតបែបម៉េចទៅពេលដែលជួបបញ្ហាមានថាដឹងថាជួបបញ្ហាហ្នឹងគិតវាអត់ផុតទេដូចបងថាបើខ្ញុំត្រូវទៅធ្វើការបានប្រាក់ខែចាំគ្រួសារតែបើខ្ញុំបោះបង់កូនខ្ញុំមានអារម្មណ៍ថាខ្ញុំបោះបង់មនុស្សទាំងរស់ដូចកាត់បេះដូងខ្លួនឯងចឹងអញ្ចឹងមានតែដូរការគិតជាមុនសិនទេអាចដូរស្ថានភាពបានអាហ្នឹងតើអាសាច់រឿងស្ថានភាពបែបហ្នឹងផ្លាស់ប្ដូរផ្នត់គំនិតបងអីគេខ្លះបងឲ្យបងផ្លាស់ប្ដូរការគិតណាតកតងនឹងត្រង់ចំណុចហ្នឹងខ្ញុំចង់ផ្ដាំទៅដែរបើពីខ្ញុំទៅវិញខ្ញុំមានចំណុចខ្លះដូចជាការតាំងចិត្តហ្នឹងមិនមែនគ្រាន់តែការនិយាយទេបានន័យថាបើយើងចង់ផ្លាស់ប្ដូរជីវិតដូចជាកូនខ្ញុំលើកប្រធានបទពីកូនបើសិនជាយើងចង់ផ្លាស់ប្ដូរឲ្យកូនយើងនិយាយបានទី1យើងត្រូវតែកំណត់ផែនការឲ្យច្បាស់លាស់យើងកំណត់ដាច់ខាតចំពោះខ្លួនឯងថាតើយើងកំណត់ពេលថាយើងប្រើរយៈពេលប្រមាណដើម្បីទទួលបានផលទោះបីថាលទ្ធផលនឹងទទួលបានប្រមាណភាគរយក៏ដោយយើងត្រូវទទួលស្គាល់ការពិតប្រឹងប្រែងឲ្យអស់ពីលទ្ធភាពទី2ពេលដែលយើងដាក់ផែនការហើយគឺយើងត្រូវរៀបចំពេលវេលាប្រចាំថ្ងៃរបស់យើងអញ្ចឹងនៅក្នុងពេលវេលាប្រចាំថ្ងៃរបស់យើងតើយើងធ្វើអ្វីខ្លះដើម្បីឲ្យទៅដល់គោលដៅដែលយើងចង់ធ្វើហ្នឹងហើយទី3យើងត្រូវស្គាល់ពីតម្លៃនៃការទទួលបានអញ្ចឹងយើងត្រូវឲ្យតម្លៃបានន័យថាបើសិនជាយើងបានឆ្លងផុតពីរឿងហ្នឹងហើយយើងត្រូវតែអរគុណនៅបទពិសោធន៍អរគុណដែលការតាំងចិត្តហើយអរគុណនឹងការជោគជ័យរបស់យើងហើយចាអរគុណទាំងអស់ហើយនិយាយឲ្យខ្លីក៏អរគុណទៅដល់ Together Studio ដែលខ្ញុំមានក្តីសម័យមួយថាពេលណាដែលខ្ញុំបានស្រោចស្រង់ជីវិតកូនខ្ញុំអាចនិយាយទៅបានខ្ញុំនិយាយថាស្រោចស្រង់ជីវិតទៅចាស់ព្រោះគាត់ឥឡូវហាក់ដូចជាមនុស្សពីរផ្សេងគ្នាអញ្ចឹងបើសិនជាខ្ញុំមានឱកាសខ្ញុំបានធ្វើមេត្តាចែករំលែកទៅកាន់ឪពុកម្ដាយខ្ញុំពិតជាអរគុណទៅកាន់ក្តីសម័យមួយហ្នឹងខ្ញុំបានមកជួបបងចាខ្ញុំអរគុណបងដូចគ្នាដែលទៅយកស្នាមរបួសចាស់មកកកកាយចាអរគុណបងដូចគ្នាអូខេបងពីខ្ញុំទៅខ្ញុំមានតែប៉ុណ្្នឹងទេអរគុណបងសម្រាប់ការចូលរួមហើយសង្ឃឹមថាមេត្តាការសន្ទនារបស់យើងនៅក្នុងថ្ងៃនេះនឹងឲ្យប្រយោជន៍សម្រាប់អ្នកទស្សនាជាពិសេសម៉ាក់ដែលមានកូនកំពុងតែព្យាបាលឬក៏អ្នកខ្លះបានបោះបង់ហើយសូមកុំបោះបង់ហើយដូចបងនិយាយចឹងអត់មានអីខ្លាំងជាងផ្នត់គំនិតនឹងការតស៊ូប្រឹងប្រែងផ្ដើមចេញពីយើងទេចាអរគុណច្រើនបងមានអីបញ្ចប់ចុងក្រោយចាបងជាចុងក្រោយខ្ញុំសូមមុននឹងបញ្ចប់ខ្ញុំសូមផ្ដាំទៅកាន់ម៉ាក់ថាកុំបោះបង់ការព្យាយាមការអត់ធ្មត់បើម៉ាក់ចង់ទទួលបានលទ្ធផលទី1ព្យាយាមទី2អត់ធ្មត់ជាមួយនឹងគាត់ទោះបីជាមិនទាន់បានលទ្ធផលក៏យើងត្រូវតែព្យាយាមអត់ធ្មត់ដែរបើអស់សង្ឃឹមបើបោះបង់ស្មើនឹងបោះបង់កូនចោលតែម្ដងហើយមួយទៀតចុងក្រោយសម្រាប់ខ្ញុំកុំខ្វល់សម្ដីអ្នកដទៃដែលអត់ប្រយោជន៍ចាត្រូវយកចាអរគុណចា